Orang sesedaiបងថ្ងៃនេះខ្ញុំសូមនិយាយរឿងមួយចំណុចទៀតប្រហែលជារឿងហ្នឹងក៏ភាសាហ្នឹងអត្ថន័យហ្នឹងប្រហែលជាបងប្អូនក៏ធ្លាប់ឮធ្លាប់ដឹងហើយគាត់ថាអ្នកដែលគាត់និយាយវាអាចខុសគ្នាតិចតួចឬក៏យើងយកមកប្រតិបត្តិខុសគ្នាតិចតួចចឹងណាចាអ្វីដែលខ្ញុំចង់និយាយពេលហ្នឹងគឺពីពាក្យថាដើម្បីខ្លួនឯងនៅម្នាក់ឯងអញ្ចឹងណាឧទាហរណ៍អញ្ចឹងមានភាសាម៉ាត់គឺដើម្បីខ្លួនឯងអញ្ចឹងមនុស្សយើងរាល់ថ្ងៃហ្នឹងណានិយាយភាសាដូចស្រួលយល់ទៅថាអ្នកខ្លះមានតែខ្លួននេះតែចិត្តហត់តែនៅអ្នកដតីហត់តែនៅផ្ទះអ្នកដតីចង់និយាយអញ្ចឹងខ្លួនឯងអត់ខំប្រឹងខ្លួនឯងស្គាល់ខ្លួនឯងថាខ្លួនឯងកំពុងធ្វើអីស្គាល់ថាខ្លួនឯងកំពុងចង់បានអីអត់ខំប្រឹងគិតពីខ្លួនឯងអាឡ័យវល់តែរឿងអ្នកដតីហើយមិនត្រឹមប៉ុណ្្នឹងទេផ្លេចគិតតាំងពីរឿងសុខភាពខ្លួនឯងទៀតអ្នកខ្លះអញ្ចឹងហើយចង់ឲ្យបងប្អូនយើងនេះចាប់អារម្មណ៍លើខ្លួនឯងខ្លះហើយយកពេលវេលាដើម្បីខ្លួនឯងខ្លះឧទាហរណ៍ថាយកពេលវេលាអានសៀវភៅយកពេលវេលាស្ដាប់ចម្រៀងដើម្បីខ្លួនឯងយកពេលវេលាទៅកន្លែងណាមួយតាមម្នាក់ឯងជាពិសេសគឺយកពេលវេលាហាត់ប្រាណចំណាយពេលវេលាហាត់ប្រាណដើម្បីខ្លួនឯងអញ្ចឹងយើងរៀនរស់នៅជាមួយនឹងខ្លួនឯងខ្លះទៅហើយមិនមែនមានចាំបាច់តតែមានមិត្តភ័ក្តិជុំគ្នាលើកតិចអញ្ចឹងក៏លោកប៉ះពាល់ដល់បងប្អូនដែលធ្លាប់កំពុងតែសប្បាយរឿងហ្នឹងសូមអភ័យទោសของគាត់ចង់និយាយចឹងពេលខ្លះយើងនៅម្នាក់ឯងយើងត្រូវរៀនស្គាល់ខ្លួនឯងច្បាស់ថាខ្លួនឯងហ្នឹងកំពុងធ្វើអីខ្លួនឯងកំពុងចង់បានអីកំពុងឯងហ្នឹងមានអនាគតមានក្តីសម័យមួយខ្លះអញ្ចឹងរៀនរស់នៅមួយខ្លួនឯងខ្លះទៅចំណុចដែលខ្ញុំចង់និយាយកន្លែងហ្នឹងគឺស្គាល់ខ្លួនឯងបានច្រើននេះយើងមានគេហៅភាសាបាលីថាយោនិសោមនសិការៈយើងរីករាយប្រចាំថ្ងៃរីករាយជាមួយខ្លួនឯងត្រូវធ្វើអីខ្លះកុំភ្លេចខ្លួនឯងកន្លែងហ្នឹងចំណុចកន្លែងអ្នកខ្លះភ្លេចខ្លួនឯងភ្លេចរហូតដល់ញ៉ាំបាយក៏ញ៉ាំបាយអត់ទៀងទាត់ថាបើរវល់ទៅវាមិនអីទេតែអ្នកខ្លះរវល់រឿងចុចតាមដានសង្គមដល់ពេលចឹងទៅអាឡ័យតែយករឿងមិនល្អដាក់ក្នុងខួរក្បាលតាមដានរឿងគេរឿងអ្នកនោះចឹងណាអញ្ចឹងខួរក្បាលរបស់យើងខ្លាយទៅជាធំសម្រាប់ដោយលោកគ្រូគុសុភាពលោកបានសម្ដែងនិយាយមកអញ្ចឹងណាអញ្ចឹងកុំឲ្យខ្លួនយើងធ្លាក់ទៅជាអញ្ចឹងយើងរៀនស្រឡាញ់ខ្លួនឯងយកពេលវេលាអានសៀវភៅយកពេលវេលាស្ដាប់បទចម្រៀងយកពេលវេលាដើរលេងយកពេលវេលាហាត់ប្រាណជាមួយនឹងខ្លួនឯងខ្លះទៅហ្នឹងគឺជាអ្វីដែលខ្ញុំចង់និយាយហើយជាពិសេសការហាត់ប្រាណហ្នឹងសំខាន់ធ្វើឲ្យ